អូឡ Ndo ជាបានបន្តដំណើរដ៏អស្ចារ្យរបស់ខ្លួនពីជីវិតដែលគ្មាននរណាស្គាល់មកជាវីរបុរសសង្គ្រោះបាល់ពេណាល់ទីជួយក្រុមជម្រើសជាតិប៉ារ៉ាហ្គាយយកឈ្នះក្រុមជើងខ្លាំងអាល្លឺម៉ង់កាលពីថ្ងៃច័ន្ទកន្លងទៅអ្នកចាំទីក្រុមនេះបានសង្គ្រោះបាល់ពេណាល់ទីចំនួន2ដងដើម្បីធានាជ័យជំនះក្នុងវគ្គ Knock-out ជាលើកទី2ក្នុងប្រវត្តិសាស្ត្រ World Cup របស់ប្រទេសខ្លួនព្រមទាំងបង្កើនការចាប់អារម្មណ៍ទៅលើរូបគេយ៉ាងខ្លាំងកីឡាករវ័យ26ឆ្នាំបានក្លាយជាអ្នកសង្គ្រោះបាល់ដ៏លេចធ្លោម្នាក់ក្នុងព្រឹត្តិការណ៍ FIFA World Cup ឆ្នាំនេះបើទោះបីជាគេមានបទពិសោធន៍ស្ដួយស្ដាងក្នុងការបង្ហាញខ្លួនឲ្យក្រុមកម្រិតអាជីពបានត្រឹមតែប៉ុន្មានដងប៉ុណ្ណោះគិតចាប់តាំងពីខែមករាឆ្នាំ2025មកអ្វីដែលរឹតតែក្រុមជួយចិត្តនោះគឺការពី74ឆ្នាំមុនបន្ទាប់ពីកូនប្រុសរបស់គេបានកើតមិនគ្រប់ខែគេត្រូវបង្ខំចិត្តលក់សម្ភារៈកីឡារបស់ខ្លួនដើម្បីផ្គត់ផ្គង់គ្រួសារដោយសារតែពេលនោះគ្រួសាររបស់គេមានជីវភាពខ្វះខាតជាលធ្លាប់លេងឲ្យក្រុមយុវជននៃក្លឹបប៉ារ៉ាហ្គាយក្លឹប13 de Junior និង SC San Lorenzo ហើយត្រូវបានកោះហៅចូលក្នុងក្រុមជម្រើសជាតិប៉ារ៉ាហ្គាយសម្រាប់ការប្រកួតជើងឯកអាមេរិកខាងត្បូងអាយុក្រោម20ឆ្នាំ South American Under 20 Championship នាដើមឆ្នាំ2019គេបានបង្ហាញខ្លួនជាលើកដំបូងក្នុងក្រុមធំរបស់ San Lorenzo ក្នុងខែកញ្ញាឆ្នាំ2020ប៉ុន្តែទើបតែលេងបាន2ប្រកួតប៉ុណ្ណោះគេត្រូវចំណាយពេលជាមួយប្រពន្ធរបស់ខ្លួនដែលត្រៀមសម្រាប់កូនប្រុសរបស់គេត្រូវបានរំពឹងថានឹងកើតនៅថ្ងៃទី31ខែធ្នូប៉ុន្តែដោយសារបញ្ហាសុខភាពប្រពន្ធរបស់គេដែលមានឈ្មោះថា Melissa ត្រូវសម្រាប់ព្យាបាលនៅមន្ទីរពេទ្យនៅថ្ងៃទី30វិច្ឆិកានិងត្រូវបង្ខំចិត្តសម្រាប់កូននៅថ្ងៃទី7ខែធ្នូទោះជាយ៉ាងណាទារកតូចLautaro មិនអាចសម្រាប់បានភ្លាមនោះទេរហូតដល់ថ្ងៃបន្ទាប់ដោយសារតែបញ្ហាសុខភាពធ្វើឲ្យ Melissa ត្រូវវះកាត់បន្ទាន់ហើយកូនប្រុសរបស់នាងត្រូវបញ្ជូនទៅបន្ទប់សង្គ្រោះបន្ទាន់ ICU Melissa បានបង្ហោះនៅលើ Instagram កាលពីឆ្នាំមុនថាកូនប្រុសរបស់យើងបានតស៊ូរស់រានហើយឪពុករបស់គេតែងតែនៅគាំទ្រគាត់បានលះបង់គ្រប់យ៉ាងគាត់លក់អ្វីៗទាំងអស់មិនថាសម្លៀកបំពាក់ស្បែកជើងបាល់ទាត់សូម្បីតែអាវក្រុមជម្រើសជាតិអុយ20ក៏គាត់មិនអាចទុកជាអនុស្សាវរីយ៍បានដែរបន្ទាប់ពីកូនរបស់គេបានកើត1ឆ្នាំនិងក្រោយលេងបាល់ទាត់កម្រិតអាជីពបាន2ប្រកួតជីវិតនៃអាជីពបាល់ទាត់របស់ Gil បានផ្លាស់ប្ដូរទាំងស្រុងក្លឹបនៃលីកកំពូលអាហ្សង់ទីន San Lorenzo បានប្រថុយប្រទេសយករូបគេទៅជារួមក្រុមដោយដំបូងឡើយផ្ដល់កិច្ចសន្យាខ្ចីគេបានវិវត្តខ្លួនពីជម្រើសនៅកៅអីបម្រុងជាកីឡាករជម្រើសដំបូងរបស់ក្រុមក្នុងឆ្នាំ2025ដែលនេះជាការតាក់ទាញការចាប់អារម្មណ៍ពីក្រុមវឹកក្រុមជម្រើសជាតិប៉ារ៉ាហ្គាយលោក Gustavo Alfaroបន្ទាប់ពីត្រូវបានកោះហៅនៅក្នុងខែមីនានិងខែមិថុនាហើយគណៈដែលប៉ារ៉ាហ្គាយបានកក់កៅអី World Cup រួចរាល់ជាលត្រូវបានផ្ដល់ឱកាសឲ្យបង្ហាញខ្លួនក្នុងក្រុមជម្រើសជាតិជាលើកដំបូងក្នុងប្រកួតជម្រុះចុងក្រោយទល់នឹងប៉េរូកាលពីខែកញ្ញាឆ្នាំមុនបន្ទាប់មកគេបានបន្តលេងក្នុងចំនួនមិត្តភាព5ដងផ្សេងទៀតដែលដណ្ដើមបានតំណែងអ្នកចាំទីដៃទី1សម្រាប់ចូលរួមប្រកួតព្រឹត្តិការណ៍ World Cup 2026ដែលចាប់ផ្ដើមដោយការចាញ់ម្ចាស់ផ្ទះសហរដ្ឋអាមេរិក4-1ទោះយ៉ាងណាក៏ដោយតាំងពីពេលនោះមកជាលរបបក្របបាល់តែមួយគ្រាប់ប៉ុណ្ណោះក្នុង3ប្រកួតរួមទាំងការលេង120នាទីទល់អាល្លឺម៉ង់ដែលបានសង្គ្រោះបាល់ចំគោលដៅរហូតដល់16ដងក្នុងការព្យាយាមសុទ្ធ17លើកហើយគេបានសង្គ្រោះបាល់យ៉ាងល្អ2លើកក្នុងវគ្គពេណាល់ទីកាសិក្តីហើយបានឈ្នះពានកីឡាករឆ្នើមប្រចាំការប្រកួតថែមទៀតផងកិច្ចការបន្ទាប់របស់ជាលនិងមិត្តរួមក្រុមជម្រើសជាតិប៉ារ៉ាហ្គាយនៅពេលនេះគឺត្រូវត្រៀមខ្លួនដើម្បីតតាំងជាមួយនឹងក្រុមជើងខ្លាំងបារាំងក្នុងវគ្គ16ក្រុមចុងក្រោយនា4ថ្ងៃខាងមុខAMS Sport ដើម្បីកីឡា